ស្របពេលដែលធឿនតារារៀងទុនចំហក្នុងការកីឡាករបេក្ខស្ថានមកគាត់ចូលចាប់គាត់មានព្រីក្នុងការចាក់ជង្គង់ទាញព្រួលអីជាដើមហ្នឹងណាអញ្ចឹងហើយក៏ភ្លេចថាខែងរបស់ធឿនតារានេះខ្លីនេះល្អណាស់អញ្ចឹងហើយក៏ធឿនតារាគាត់ទាញបាទគាត់ទាញដៃទម្លាក់ចុះបាត់កែងជួយស្ដាំមកទៅធ្វើឲ្យកីឡាករបេក្ខស្ថានទឹកទី2ហ្នឹងគឺថាលោហិតហូរជោគមុខលោកគ្រូខឹមសុជាតិឃើញអញ្ចឹងគឺថាមិនបង្អង់គឺប្រជុំតែម្ដងបាទនេះហើយកីឡាបាទឃើញតែគេអន់មួយយើងភ្លេចមួយអញ្ចឹងគឺអាវុធរបស់ដៃគូចូលហើយចង់បែកអ្វីដែលខ្ញុំចង់កត់សម្គាល់ចង់និយាយតាក់ទងពីក្បាច់របស់ធឿនតារាក្បាច់របស់ធឿនតារាគឺថាផ្លែកាយរបស់គាត់ចាប់ផ្ដើមមុតមកវិញហើយបងប្អូនផ្លែកាយរបស់គាត់ណាបាទក្នុងនោះឃើញគាត់នៅទុនបាទកាយសម្បទាគាត់មិនល្អដូចមុនទេនៅពេលដែលកីឡាករអូបេកសានចូលចាប់គាត់ពិបាកក្នុងការទប់ហើយធ្វើឲ្យកីឡាករអូបេកសានចាប់បោកគាត់ដួលផងដែរបាទក្នុងនោះអាវុធរបស់គាត់ដៃក៏មិនទាន់ជាលក្ខណៈថាល្អដូចមុនបាទប៉ុន្តែផ្លែកាយគឺថាមុតដូចមុនហើយបាទការមុនប្រកួតលក្ខណៈថាមានព្រៀបទៅលើកីឡាករអូបេកស្ថាននឹងផងដែរគឺទីសាផ្លែកាយហ្នឹងហើយកម្រិតបាយរបស់គាត់ហាក់បីដូចជាយឺតហើយចំពេលដែលកីឡាករអូបេកស្ថានបងប្អូនដឹងហើយអ្នកតាមបានគុណខ្មែរគឺអូបេកស្ថានគឺគាត់ល្អដៃគាត់លឿនចំហក្នុងការដេផាសេលឿនជាដើមនេះធ្វើឲ្យដៃរបស់ធឿនតារាពិបាកក្នុងការបាយប៉ុន្តែមុននេះបន្តិចបងប្អូនបានជ្រាបហើយកីឡាករធឿនតារាបានផ្ដួលដៃគូមកពីអូបេកស្ថានត្រឹមតែទឹកទី2ដែលផ្លែកែងរបស់គាត់បងប្អូនណាបាទធឿនតារាបានយកពាន Golden Boy សរុបមកគឺថាក្លឹបគ្រូ A យកពាន Golden Boy 3សម្រាប់ថ្ងៃនេះបងប្អូនណាអាមេរិនក៏ឈ្នះទឹក1 point មិនវិជាឈ្នះបន្ទុសម្រាប់ធឿនតារាដែលជួបឯកក្នុងកម្មវិធីគឺបានបាទវាយឲ្យអញ្ញាកណ្ដាលប្រជុំដោយសារតែដៃគូរបស់គាត់នឹងបែកអ្វីដែលខ្ញុំចង់កត់សម្គាល់ចង់និយាយតាក់ទងពីក្បាច់របស់ធឿនតារាក្បាច់របស់ធឿនតារាគឺថាផ្លែកាយរបស់គាត់ចាប់ផ្ដើមមុតមកវិញហើយបងប្អូនផ្លែកាយរបស់គាត់ណាបាទក្នុងនោះឃើញគាត់នៅទុនបាទកាយសម្បទាគាត់មិនល្អដូចមុនទេនៅពេលដែលកីឡាករអូបេកសានចូលចាប់គាត់ពិបាកក្នុងការទប់ហើយធ្វើឲ្យកីឡាករអូបេកសានចាប់បោកគាត់ដួលផងដែរបាទក្នុងនោះអាវុធរបស់គាត់ដៃក៏មិនទាន់ជាលក្ខណៈថាល្អដូចមុនបាទប៉ុន្តែផ្លែកាយគឺថាមុតដូចមុនហើយបាទការមុនប្រកួតលក្ខណៈថាមានព្រៀបទៅលើកីឡាករអូបេកស្ថាននឹងផងដែរគឺទីសាផ្លែកាយហ្នឹងហើយកម្រិតបាយរបស់គាត់ហាក់បីដូចជាយឺតហើយចំពេលដែលកីឡាករអូបេកស្ថានបងប្អូនដឹងហើយអ្នកតាមបានគុណខ្មែរគឺអូបេកស្ថានគឺគាត់ល្អដៃគាត់លឿនចំហក្នុងការដេផាសេលឿនជាដើមធ្វើឲ្យដៃរបស់ធឿនតារាពិបាកក្នុងការបាយប៉ុន្តែស្របពេលដែលធឿនតារារៀងទុនចំហក្នុងការកីឡាករអូបេកស្ថានមកគាត់ចូលចាប់គាត់មានព្រីក្នុងការចាក់ជង្គង់ទាញព្រួលអីជាដើមហ្នឹងណាអញ្ចឹងហើយក៏ភ្លេចថាខែងរបស់ធឿនតារានេះខ្លីនេះល្អណាស់អញ្ចឹងហើយក៏ធឿនតារាគាត់ទាញបាទគាត់ទាញដៃទម្លាក់ចុះបាត់កែងជួយស្ដាំមកទៅធ្វើឲ្យកីឡាករអូបេកស្ថានទឹកទី2ហ្នឹងគឺថាលោហិតហូរជោគមុខលោកគ្រូខឹមសុជាតិឃើញអញ្ចឹងគឺថាមិនបង្អង់គឺប្រជុំតែម្ដងបាទនេះហើយកីឡាបាទឃើញតែគេអន់មួយយើងភ្លេចមួយអញ្ចឹងគឺអាវុធរបស់ដៃគូចូលហើយបើមកយកចុងក្រោយនៅពេលដែលគាត់ចាញ់នេះគឺថាមួយប្រកួតនេះចាប់ផ្ដើមឃើញថាល្អមកវិញទម្រង់របស់គាត់ទឹកចិត្តរបស់គាត់ចាប់ផ្ដើមមកវិញកាយសម្បទាក៏ល្អគាត់បាទដែរដោយសារការធ្វើប្រហែសអស់មួយរយៈកាលអញ្ចឹងហើយក៏មកប្រកួតនៅលើសង្គ្រាមមិនសូវបានល្អដែលធ្វើឲ្យ fan គុនខ្មែរគាត់រិះគន់បាទគាត់មិនពេញចិត្តនៅសកម្មភាពរបស់ធឿនតារាមួយចំនួនដែលគាត់ប្រកួតមិនល្អជាដើមអ្នកខ្លះធ្លាយទៅដល់ភ្លេចគិតទៅក៏បានជេរគាត់បាទស្ដីបន្ទោសគាត់យ៉ាងដំណំធ្វើឲ្យគាត់ឈានរហូតដល់ការបាក់ទឹកចិត្តនេះតាមការសម្ភាសន៍មួយចំនួនណាប៉ុន្តែត្រង់ចំណុចនេះគឺវាជារឿងមួយបាទធឿនតារាល្បីក៏ដោយសារតែ fan អ្នកគ្រប់គ្រងបាទអញ្ចឹងកាលណាទៅធ្វើឲ្យគាត់បាទ fan គុនខ្មែរមិនសប្បាយចិត្តដែលគាត់ខំរំពឹងគាត់ខំទុកចិត្តគាត់ខំស្រឡាញ់គឺ fan ខ្លះមិនបានទប់អារម្មណ៍នោះក៏បានធ្លាយទៅដល់ការជេរស្ដីប្រមាថខុសលក្ខខណ្ឌខុសព្រំដែនណាបងប្អូនអញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងមិនថាទាំង fan មិនថាទាំងធឿនតារាទេក្នុងនាមយើងជាអ្នកកីឡាបើសិនជាយើងអស់ចិត្តមែនតើបាទយើងដើរចេញពីអាជីពតែម្ដងទៅយើងដាក់សេចក្តីប្រកាសមួយទៅកាន់ fan អស់ចាប់ពីនេះទៅខ្ញុំជប់ប្រកួតខ្ញុំជប់អីហើយតែនៅក្នុងលក្ខខណ្ឌដែល fan ដែលយើងជាអ្នកបណ្ដាលហើយយើងមិនបានបង្ខិតឲ្យបានខ្ជាប់ខ្ជួនឡើងប្រកួតឲ្យ fan ខកចិត្តដែលគាត់ខំស្រឡាញ់គាត់នឹងជេរស្ដីប៉ុន្តែក្នុងនោះ fan ក៏មិនគួរជេរស្ដីដែរយើងជាមនុស្សបាទខ្មែរយើងមានក្រមសីលធម៌ក្នុងការជេរស្ដីរិះគន់ក្នុងន័យស្ថាបនានេះជាកំហុសដូចគ្នាខ្ញុំមិនចោទអ្នកណាខុសអ្នកណាត្រូវខ្ញុំមិនចាក់កាន់ជើងធឿនតារាហើយក៏មិនចាំកាន់ជើង fan គុនខ្មែរដែរនេះគឺជាចំណុចមួយម្នាក់បន្តិចបងប្អូនបាទអញ្ចឹងបងប្អូនយើងលក្ខណៈរិះគន់ស្ថិតក្នុងព្រំដែនមួយដែលល្អធឿនតារាក៏គាត់បើសិនជាមិនបានប្រខាត់ឲ្យដិតដល់ទេគុំទទួលឈ្មោះប្រកួតគាត់ចង់វិស្មកាលទៅណា3ខែរំសាយអារម្មណ៍3ខែក៏ទៅ3ខែទៅហើយចាំចប់3ខែហ្នឹងក៏មកវឹកហាត់វិញមកបាទកុំឲ្យវឹកហាត់ទទួលការប្រកួតដែលមិនបានវឹកហាត់បាននៅជ្រាយចំហនៅជ្រាយបាទការប្រកួតមិនបានធ្ងន់ធម្មតាបងប្អូនអាវុធធ្វើសម្លៀងរងថ្ងៃ
nè bà đá đi bà chưa phải chạm chạy chạm thế này bà chẳng bà mình chẳng tới đáy trước phía hà là uống cứ mình ngôn mình lườn thì bà mình không bị bom bồn này từ bà lòng thì bà sinh bom bồn chỉ nè sức xa muốn cà bà lòng bom bồn mình ban rộng lực mê riêng đó là cà bà lòng chết đánh là không thể bom bồn chỉ bảo cho mình cà lích lèng mình không nhận đảo đối cái nhiều bom bồn trong chuyện này bản chứng sau đó phải clay map trong trang giải thẻ cạp của bậc quát ngàyนี้មានតម្រងល្អមានទឹកចិត្តជាអ្នកប្រយុទ្ធណាបាទអាវុធរបស់គាត់កម្រិតដៃមិនទាន់ដូចមុនកម្លាំងស៊ូរាងកាយទៀងទុនមិនទាន់ដូចមុនប៉ុន្តែផ្លាយកាយរបស់គាត់មុតក៏ចេះទប់ទល់នៅពេលដែលដៃគូគាត់ដឹងថាដៃគូល្អចាប់ចូលចាប់គាត់ក្នុងលក្ខខណ្ឌដែលគាត់រៀនចាញ់ចំហគេតិចខ្ពស់ជាងអញ្ចឹងគាត់ប្រើកែងកលាស់វាយឲ្យដៃគូរបស់គាត់ត្រូវអាញាកណ្ដាលលោកគ្រូខឹមជាតិប្រជុំត្រឹមតែពីទឹកហើយយ៉ាងណាក៏ទទូចទៅកាន់បងប្អូនទៅកាន់បងប្អូនខ្ញុំជាអ្នកឆ្លាញ់គុណខ្មែរបងប្អូនអ្នកឆ្លាញ់ជើងចូលរួមគ្រប់ត្រទាំងអស់គ្នាបងប្អូនមិនថាកីឡាករធឿនតារាមិនថាសង្វៀនណាទេឲ្យតែធ្វើឡើងដើម្បីគុណខ្មែររីកចម្រើនយើងចូលរួមលើកស្ទួយក៏ដូចជាគ្រប់ត្រទាំងអស់គ្នាបាទសូមអរគុណបងប្អូនសម្រាប់ការបញ្ចេញមតិយោបល់មានចំណុចខ្វះខាតលើរូបត្រង់ណាក៏សូមអភ័យខន្តីអភ័យទោសពីសំណាក់បងប្អូនជុំគុណខ្មែរដែរសូមអរគុណសូម